ปราสาทแปรรูปประวัติปราสาทแปรรูปมีទីតាំងស្ថិតនៅចម្ងាយប្រមាណ 2,300 ម៉ែត្រពីផ្លូវខ្វែងវងធំនិងវងតូចនៃតំបន់អង្គរក្នុងខេត្តសៀមរាបត្រង់ជ្រុងស្រះស្រង់នៃផ្លូវកែងកាច់ទៅទិសខាងជើងនិងស្ថិតនៅចម្ងាយប្រមាណ 500 ម៉ែត្រពីខាងត្បូងតំបន់តាក់ស៊ីននៃបារាយទិសបូព៌ាគឺត្រង់បង្គោលគីឡូម៉ែត្រលេខ 16 ប្រាសាទប្រែរូបត្រូវបានកសាងឡើងនៅចុងសតវត្សទី 10 ក្នុងកស190 ដោយព្រះបាទរាជាន្ទ្រវរ្ម័នទី 2 បច្ឆាមរណៈប្រនាមសិវលោកដើម្បីឧទ្ទិសថ្វាយចំពោះលទ្ធិព្រហ្មញ្ញសាសនាប្រាសាទប្រែរូបត្រូវបានប្រារព្ធឧទ្ទិសឆ្លងសិវលឹង្គសម្រាប់រាជឈ្មោះរាជាន្ទ្រវរ្ម័ននៅឆ្នាំ 961 នៃកសដោយព្រះបាទកម្រងតែងអញស្រីរាជាន្ទ្រវរ្ម័នទេវប្រាសាទប្រែរូបជាប្រាសាទភ្នំដែលត្រូវបានកសាងឡើងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនាប្រាសាទប្រែរូបនេះបានសាងឡើងក្រោយប្រាសាទមេប៊ុនខាងកើតក៏ប៉ុន្តែប្រាសាទនេះមានសភាពដូចគ្នាបេះបិទជាមួយប្រាសាទមេប៊ុនខាងកើតពលគឺប្រាសាទដែលបានកសាងឡើងជាប្រាសាទភ្នំព្រមទាំងមានថែវលេចលយចេញតាំងពីពេលកសាងមកម្លេះហើយមានរៀបជាបន្ទប់វែងៗសំយងមកក្រោមទៀតតាមការបង្ហាញពីមន្ត្រីផ្នែកបុរាណវិទ្យានៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានឲ្យដឹងថាតាមសិលាចារឹករបស់ប្រាសាទប្រែរូបបានបញ្ជាក់នៅកាលវេលានៃការកសាងយ៉ាងច្បាស់ព្រមទាំងបានបញ្ជាក់អំពីព្រះរាជវង្សនៃព្រះបាទរាជាន្ទ្រវរ្ម័នដែលព្រះអង្គបានសាងលឹង្គឈ្មោះរាជាន្ទ្រភត្រីស្វរៈដាក់នៅនឹងតួប្រាសាទកណ្ដាលហើយក៏មានបង្ហាញដោយរូបសំណាកព្រះអង្គតម្កល់នៅនឹងប្រាសាទតាមជ្រុងផងដែរដែលសុទ្ធសឹងតាក់ទងទៅនឹងលទ្ធិព្រហ្មញ្ញសាសនាប្រាសាទព្រះវឹបត្រូវបានកំណត់អត្ថន័យជាទូទៅថាជាទីកន្លែងសម្រាប់បូជាព្រះសពឬការប្រែរូបរាងកាយពីសាកសពទៅជាភ័ក្រផងការហៅឈ្មោះនេះដោយសារគេយល់ថាអាងមួយមានរាងត្រវែងចតុកោណកែងសាងអំពីថ្នភុកលម្អនៅចំពីមុខចំដៅឡើងទៅប្រាង្គខាងលើគឺជាក្តារមឈូសសម្រាប់ដាក់សាកសពព្រះរាជាហើយត្រូវបានបូជានៅទីនោះនៅពេលបូជាព្រះសពឲ្យคล้ายទៅជាផេះនិងកំទេចឆ្អង់ហើយគេអាចប្រមូលយកទៅលាងនៅឯតួប៉ោមចំហមួយដែលមានរូបរាងដំបូលរាងជាសាកជាមីសាងអំពីថ្នបាយក្រៀមមានសសរចំនួន4ស្ថិតនៅទិសឦសាននៅខាងក្នុងតួប៉ោមមានផ្ទាំងថ្នភុកមួយនៅក្នុងទម្រង់ជាតបល់គិនរាងការ៉េដែលមានចង្ហូរទឹកចេញប៉ុន្តែការយល់ឃើញរបស់អ្នកស្រុកខាងលើមិនត្រឹមត្រូវទេអាងដែលពួកអ្នកស្រុកថាជាក្តារមឈូសនោះគឺជាតម្រសម្រាប់ត្ររូបសំណាក់គោនិន្ធីដែលជាយានយមនេះរបស់ព្រះឥសូរព្រោះប្រាសាទនេះក៏សាងឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រះឥសូរក្នុងសាសនាព្រហ្មញ្ញសាសនារីឯតម្ររាងតបល់គិនតាមពិតជាតម្រយោនីរបស់ព្រះនាងឧមាសម្រាប់ទ្រសិវលឹង្គរបស់ព្រះឥសូរ